ជាថ្មីម្ដងទៀតសម្រាប់បងប្អូនស្ត្រីយើងត្រូវយកចិត្តទុកដាក់ចំពោះសុខភាពការដែលយើងពិនិត្យស្បូនគេហៅថាពិនិត្យរោគស្ត្រីហើយនិងអេកូដោះរៀងរាល់មួយឆ្នាំម្ដងគឺយើងចាយថវិកាតិចមែនតែនហ្មងណាហើយវាប្រៀបដូចជាយើងបានចាក់វ៉ាក់សាំងការពារជីវិតរបស់យើងអញ្ចឹងណាការដែលយើងមើលស្បូនយើងដឹងថាមាត់ស្បូនរបស់យើងស្អាតអត់មានការកោររោគអត់មានដុសសាច់មាត់ស្បូនអត់មានកត្តាប្រឈមនៃការវិវត្តទៅរកជំងឺមហារីកមាត់ស្បូនឬក៏អត់ការដែលយើងមើលអេកូដោះថាតើយើងមានដុំដោះអត់ដុំនឹងមាននឹងស្លូតអត់កាយអត់មានដុំដោះទេមួយឆ្នាំមើលទៀតទៅហើយយើងគិតថាតើយើងខិតខំរាល់ថ្ងៃនឹងដើម្បីអ្នកណាបើយើងខិតខំដើម្បីគ្រួសារយើងត្រូវគិតពីសុខភាពយើងមុនគេហើយព្រោះយើងជាម្ដាយត្រូវគិតដល់កូនទៀតកាលណាយើងមានសុខភាពល្អកូនយើងគ្រួសារយើងក៏រីករាយអរគុណច្រើន